Lauren ចេញមុខបញ្ជាក់សខ្មៅជុំវិញការសង្ស័យនាងជានារីអាចកំបាំងនៅក្នុង podcast ទម្លាយរឿងវែកញែកបែកបាក់ស្នេហាជាមួយតារាល្បីម្នាក់ជាការពិតណាស់អ្នកគ្រប់គ្រងចំណងស្នេហ៍រវាងវណ្ណដានិង Lauren ច្បាស់ជាបានជ្រាបមកហើយពីការបែកបាក់ដ៏ស្ងប់ស្ងាត់របស់អ្នកទាំងពីរក្រោយស្រឡាញ់គ្នាបានរយៈពេលជាង2ឆ្នាំក្នុងនោះដែរអ្នកគ្រប់គ្រងរបស់អ្នកទាំងពីរបានដាក់ការសង្ស័យថាពួកគេប្រហែលជាចែកផ្លូវគ្នាបន្ទាប់ពីថ្ងៃឆ្លងឆ្នាំដោយអ្នកគ្រប់គ្រងបានឃើញអ្នកទាំងពីរបានបង្ហោះសារប្លែកៗនិងពោលពាក្យប្លែកៗហាក់បីកំពុងនៅឆ្ងាយគ្នាជុំវិញការសង្ស័យនេះដែលវណ្ណដានិង Lauren ក៏មិនបានចេញមកបញ្ជាក់ភ្លាមនោះដែរថាអ្នកទាំងពីរបានចែកផ្លូវគ្នារហូតដល់ខែមិថុនាឆ្នាំ2026កន្លងទៅអ្នកគ្រប់គ្រងបានប្រកាសថាអ្នកទាំងពីរពិតជាបានចែកផ្លូវគ្នាមែនព្រោះតែវណ្ណដាលោកក៏បានបញ្ជាក់ច្បាស់ថាលោកកំពុងតែ single ចំណែកឯក្រឡេកទៅមើលស្រីស្អាត Lauren វិញក៏មិនបានចេញមកបញ្ជាក់ភ្លាមពីទំនាក់ទំនងវណ្ណដានឹងខ្លួនបានដើរដល់ចំណុចណាដូចគ្នាអ្នកមហាជនបានឃើញនៅលើបណ្ដាញសង្គមរបស់នាងបានបង្ហោះវីដេអូដូចសពមួយដងនៅពេលថ្មីនេះអ្នកលេងបណ្ដាញសង្គមបានចែករំលែកនៅវីដេអូនៅ podcast មួយដែលជាកម្មវិធីទម្លាយរឿងរ៉ាវក្នុងចិត្តការបែកបាក់ស្នេហ៍នឹងតារាល្បីម្នាក់ដោយតារាកិត្តិយសតម្រូវឲ្យស្លៀកសម្លៀកបំពាក់បិទបាំងដោយប្រើសំឡេង effect ដើម្បីចង់លាក់បាំងពីសមាជិកភាពអ្នកលេងបណ្ដាញសង្គម Facebook ជាច្រើនបានចូលទៅបញ្ចេញមតិថានារីអាចកំបាំងរូបនេះគឺជា Lauren ខណៈមានការលើកឡើងពីបញ្ហាបែកបាក់ដូចគ្នាទៅនឹង Lauren និងតារារ៉េបវណ្ណដាស្រដៀងនឹងសាច់រឿងរបស់នារីអាចកំបាំងនោះយ៉ាងណាមិញក្រោយមានការលើកឡើងនិងខ្លះមានការជឿជាក់ថានារីអាចកំបាំងមកជីកកកាយរឿងគូស្នេហ៍ផិតក្បត់នោះជា Lauren ស្រីស្អាតរូបនេះបានចេញបដិសេធភ្លាមដោយនាងបានសរសេរ status ដោយការចែករំលែកថាសុកគេថា Lauren ឡើង podcast បំបាំងកាយ please oh my god